របៀបនៃការបើកកម្មវិធី Photoshop ដើម្បីបើកកម្មវិធី Photoshop យើងអាចបើកតាមរយៈរូបតំណាងដែលនៅលើ desktop ដែលរូបតំណាងរបស់វាគឺអក្សរ PS អូខេយើងអាចស្វែងរករូបតំណាងរបស់កម្មវិធី Photoshop នៅផ្នែកខាងលើនៃ desktop ដោយយើងចុច Mouse តាមបន្តមកទៀតយកពាក្យថា Open អូខេម្យ៉ាងវិញទៀតយើងក៏អាចបើកកម្មវិធី Photoshop បានតាមរយៈ Run Option ផងដែរដោយយើងត្រូវចុច Windows key ឲ្យជាប់រួចចុច key R ហើយវាពាក្យថា Photoshop បន្តមកទៀតចុច OK អូខេសូមចុច Windows key ឲ្យជាប់ហើយចុចអក្សរ R បន្តមកទៀតវាពាក្យថា Photoshop បន្តមកចុច OK ដូចនេះយើងនឹងឃើញកម្មវិធី Photoshop ដំណើរការរបៀបនៃការ save ឯកសារដើម្បីរក្សាទុកឯកសារសូមចូលទៅកាន់ File ឬយកពាក្យថា Save ឬ Save As អូខេដូច្នេះសូមអនុវត្តយើងអាចចូលទៅកាន់ File ហើយយកពាក្យថា Save ឬ Save As Save គឺមានន័យថា Save បន្តហើយ Save As គឺរក្សាទុកជាឯកសារថ្មីនេះគឺជាប្រភេទនៃឯកសាររបស់កម្មវិធី Photoshop .psd គឺជាឯកសាររបស់កម្មវិធី Photoshop នេះគឺជាប្រភេទឯកសាររបស់កម្មវិធី Photoshop .psd គឺជាឯកសាររបស់កម្មវិធី Photoshop តែមានទំហំធម្មតា .psb ក៏ជាឯកសាររបស់កម្មវិធី Photoshop ផងដែរប៉ុន្តែសម្រាប់ប្រភេទឯកសារដែលមានទំហំធំ .jpg គឺជាប្រភេទរូបភាពធម្មតាដែលមានផ្ទៃនៅខាងក្រោយ.png គឺជាប្រភេទរូបភាពដែលគ្មានផ្ទៃនៅខាងក្រោយ .tif គឺជាប្រភេទឯកសារដែលអាចមើលឃើញនិងកែបាននៅក្នុងកម្មវិធី Photoshop